ការរៀបចំជាកញ្ចប់នៃការវិវត្តសម្រាប់ប្រជាជននៅកន្លែងនេះប្រែคล้ายពីកន្លែងមីនកន្លែងផ្លោងកន្លែងវាយគ្នាកន្លែងកាប់ស្លាប់គ្នាកន្លែងគ្មានមនុស្សនៅច្រើនទៅជាកន្លែងដែលកកតាមការបង្កលក្ខណៈនេះគឺមានការចូលរួមគ្រប់វិស័យហើយក្នុងនោះវិស័យសុខាភិបាលនិងវិស័យអប់រំនេះដើរតួនាទីសំខាន់ណាស់ហើយខ្ញុំសូមលើកទឹកចិត្តឲ្យខេត្តឲ្យស្រុកនិងក្រុមការងារគណៈពង្រឹងចូលរួមជាមួយក្រសួងអប់រំជាមួយវិទ្យាអប់រំដើម្បីលើកទឹកចិត្តនិងជួយជំរុញទៅដល់ការពង្រឹងវិស័យអប់រំរបស់យើងនៅទីនេះក៏ដូចជានៅទូទាំងប្រទេសនៅទីនេះក្រុមការងារអាយដាមកែវរតនៈគាត់ធ្វើបទបង្ហាញឲ្យខ្ញុំកាលពីពុទ្ធអាណត្តិមុនប្រហែលឆ្នាំមកហើយចងក្រងក្រុមការងារទៅចងក្រងប្រតិកលាជាមួយគ្រូបរិញ្ញាបត្រជាមួយសាលាជាមួយអីដើម្បីរួមគ្នាធ្វើឥឡូវយើងប្រតិកលាមួយទៀតការអប់រំទៅអប់រំទាំងអស់គ្នាគឺប្រតិកលាសាលាជាមួយឪពុកម្ដាយអាណាព្យាបាលតើតែរួមគ្នាទាំងគ្រួសារទាំងគ្រូទាំងនៅសាលាដើម្បីយើងរួមគ្នាអប់រំធនធានមនុស្សនៅវាលវែងនៅប្រម៉ោយនៅលងរៀបនៅថ្មដាឲ្យកាន់តែរឹងមាំថ្ងៃក្រោយអ្នកដែលធ្លាប់តែរស់នៅអតីតសមរភូមិអាចធ្វើការនៅទីនេះចេញទៅធ្វើការនៅកន្លែងក្រៅអាចមានឱកាសចូលរួមនៅក្នុងការដឹកនាំប្រទេសគ្រប់វិស័យទាំងអស់នេះគឺយើងត្រូវរួមគ្នាធ្វើបាទហើយជាពិសេសវិស័យអប់រំនេះត្រូវបន្តទៅទៀត